សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកធ្វើបង្គាលេងខ្ទឹមសបងប្អូនចានេះជាដើមវីដេអូបងប្អូនអត់នឹកឃើញថាធ្វើម្ហូបអីញ៉ាំទេអាចសាកមកមុខនេះបានណាបងប្អូនចាព្រោះតែតែមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងចាអញ្ចឹងយើងចូលទស្សនាពីរបៀបធ្វើទាំងអស់គ្នាបងប្អូនចានេះបង្គាគឺយើងកាត់សម្អាតក្បាលបែបនេះមកចំនួន7កាំបងប្អូនយកមកដាក់ចំហុយឬមួយក៏បងប្អូនយកទៅស្ងោរក៏បានដែរបងប្អូនមានប្រដាប់ចំហុយគឺបងប្អូនមានឡើងសាំងអីចំហុយត្រឹមត្រូវតែដោយសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំធ្វើបែបនេះដាំទឹកហើយដាក់កញ្ច្រែងពីលើចំហុយហើយពេលយើងចំហុយមកក្រហមបែបហ្នឹងបានដែរបងប្អូនបាច់ក្រហមពេកទេណាបាច់ឲ្យវាឆ្អិនពេកទេព្រោះអីយើងត្រូវយកមកឆាទៀតណាហើយត្រង់ចំណុចនោះគេនោះបងប្អូនអាចយកទៅបំពងតិចក៏បានដែរតែសម្រាប់ខ្ញុំធ្វើបញ្ញាអញ្ចឹងហើយខ្ញុំក៏ស្រាវហើយគឺយកមកឆាតែម្ដងជាដំបូងគឺខ្ញុំដាក់ចាខ្ទឹមសបើយើងបំពងឲ្យឡើងក្រហមបន្តិចមកហើយជាស្រ័យបងប្អូនដែរកន្លែងដាក់ស្ករប៊ីចេងគឺខ្ញុំអត់បានថតណាហើយយើងបំពងឲ្យក្រហមប៉ុណ្ណឹងគឺបានហើយបងប្អូនធ្វើការដាក់ប្រេងខ្យង1ស្លាបព្រាបាយកន្លះចាទឹកត្រី2ស្លាបព្រាស្ករកន្លះស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាគឺតែប៉ុណ្ណឹងឯងបងប្អូនមានជាម្ទេសអីបងប្អូនបន្ថែមទៀតមកណាចាហើយនេះខ្ញុំបានដាក់គ្រឿងបងប្អូនខ្ញុំថតដែរតែថតអត់ជាប់កន្លែងខ្ញុំដាក់គ្រឿងអញ្ចឹងហើយក៏បាត់កន្លែងដាក់គ្រឿងនឹងតែម្ដងទៅចានេះឆាប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនអាចថែមបន្ថយតាមរសជាតិតាមចំណង់ចំណូលចិត្តទៀតបានណាបងប្អូនចូលចិត្តហឹលដាក់ហឹលមកតែខ្ញុំដោយសារតែខ្ញុំមានកូនតូចអញ្ចឹងខ្ញុំអត់ដាក់ហឹលអត់កើតទេគឺបើសិនជាចង់ញ៉ាំហឹលអីគឺខ្ញុំត្រូវបន្ថែមម្ទេសនៅខាងក្រៅផ្សេងទៀតបងប្អូនចាអរគុណបាយបាយ